រឿងធំហើយពេលនេះបាទអតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃឲ្យជាច្បល់ទៅកាន់អនុទានចន្ទរកុលនាយករដ្ឋមន្ត្រីថៃត្រូវតែជិះយន្តហោះមកភ្នំពេញជាបន្តដើម្បីជួបចរចាជាមួយសម្ដេចទាំងពីរដើម្បីបញ្ចប់ចំនួនកម្ពុជាថៃឲ្យចប់ទៅកុំឲ្យហួសពេលនេះគឺជារឿងធំមួយប្រិមត្តអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃសម័យណា2008ដល់2011លោកកាសិតភិរមផ្ដល់ជាយោបល់ទៅកាន់អនុទានគួរតែបន្ទន់អរិយាប័ត្ររបស់ខ្លួនទៅជួបចរចាការទូតជាមួយសម្ដេចតេជោនិងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាជិះយន្តហោះមកភ្នំពេញនេះគឺជាដំណឹងមួយបាទដំណឹងទី2ចុងក្រោយពាក់ព័ន្ធទៅនឹងលោកឆាងជុលើកឡើងអំពីថៃកំពុងតែប្រើយុទ្ធសាស្ត្រកលល្បិចរបស់ខ្លួននៅក្នុងសម័យសង្គ្រាមលោកលើកទី2ដាក់កម្ពុជាដើម្បីប្លន់យកបាទប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌជាតិរបស់យើងនេះគឺជាការលើកឡើងរបស់លោកឆាងជុណាហើយមួយទៀតគឺតួស្លូតម្នាក់ទៀតហើយគឺខាងប្រទេសថៃបាទចេញមកធ្វើនិយាយផ្អែមល្ហែមលួងលោមប្រជាពលរដ្ឋខ្មែរណាប៉ុន្តែប្រកបល្បិចពឹសពលសម្ដីពីរោះតែចិត្តពឹសពលនេះគឺជាដំណឹងនាថ្ងៃទី17ឧសភា2026នឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយ share ម្នាក់មួយទៅកាន់បណ្ដាញសង្គម Facebook បាទដើម្បីជាកម្លាំងលើកទឹកចិត្តឲ្យខ្ញុំណាឥឡូវប្រិមិត្តក្តាំងក្ដុះក្តាំងហើយប្រទេសថៃកំពុងតែរឿងបាទសម្ពាធពីគ្រោះធម្មជាតិនានាអភូតហេតុចម្លែកកើតឡើងលើទឹកដីនៃប្រទេសថៃបាទម្សិលមិញនេះរថភ្លើងបុករះឡានក្រុងតែម្ដងក៏ប៉ុន្តែគេឆ្ងល់ថាម៉េចបានជារថភ្លើងហ្នឹងអត់មើលមុខអីអត់មានការដាក់រនាំងបិទបាំងអីផ្សេងនេះគេឆ្ងល់រឿងហ្នឹងគឺជាចម្ងល់មួយដែលធ្វើឲ្យសង្គមថៃកំពុងតែងឿឆ្ងល់សូម្បីតែសារព័ត៌មានថៃខ្លួនឯងហ្នឹងក៏ឆ្ងល់ដែរដាក់ជាសំណួរ1 2 3 4 5អញ្ចឹងទៅមិនបានសកបានកើតភេទរឿងអាក្រក់កើតឡើងអញ្ចឹងហ្នឹងគឺរឿងអាក្រក់គ្រោះធម្មជាតិកំពុងតែវាយប្រហារប្រទេសថៃណាប្រិមិត្តឥឡូវនេះទៅសម្ដាប់អំពីព័ត៌មានទី1ទាំងអស់គ្នាមិនអាចទ្រាំមើលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងតទៀតបានអតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសថៃលោកកាសិតភិរមបានចេញមុខមកដាស់តឿនចំទៅកាន់រដ្ឋាភិបាលដឹកនាំដានអទីនបើអាណិតប្រជាជនខ្លួនឯងពិតជាចង់បានសន្តិភាពពិតមែនមិនបាច់បាទនៅធ្វើអួតលយក្អេងក្អាងនោះទេគឺត្រូវប្រញាប់ជិះយន្តហោះមកភ្នំពេញជាបន្តទៅដើម្បីជួបចរចាជាមួយសម្ដេចទាំងទ្វេបាទសម្ដេចទាំងពីរណាជាបន្តគណៈដែលពេលនេះទីផ្សារថៃកំពុងតែរង្គោះរង្គើនៅប្រទេសកម្ពុជាបាទប្រជាពលរដ្ឋខ្មែរដែលស្ដាប់វីដេអូមួយនេះសង្កេតខ្លំមើលទាំងអស់គ្នាថតបង្ហោះបង្ហាញនរណាក៏ដោយអាជីវករនានាដែលបន្តលក់ទំនិញរបស់ចៅសៀមខារ៉ាបាវអីក៏ដោយដែលបងប្អូនគិតថាជារបស់ចៅណាសូមប្រឈប់ជាបន្តបាទសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងចៅសៀមប្រឈប់ទៅប្រជាពលរដ្ឋបាទយើងអត់ជួយកងទ័ពស្អីទេអញ្ចឹងទេជាការជួយបែបសាមគ្គីជាខ្មែររួបរวมគ្នាពហិការមិនប្រើប្រាស់មិនគាំទ្រទំនិញរបស់ចៅសៀមបាទអញ្ចឹងទេឈប់ជាបន្តខណៈដែលពេលនេះទីផ្សារថៃកំពុងតែខាត់បងធ្ងន់$5000ណាប្រិមិត្តកំពុងត្រូវប្រទេសជិតខាងដណ្ដើមយកអស់ទៅហើយជាពិសេសគឺវៀតណាមបាទឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីសិង្ហបុរីអញ្ចឹងទៅម្សិលមិញនេះក្រោយជួបប្រជុំរវាងពាណិជ្ជករធំរបស់ថៃកាលពីថ្ងៃទី14ឧសភា2026ថៃបានបញ្ចេញតួអង្គថ្មីគឺលោកកាសិតភិរមអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលធ្លាប់មានតួនាទីក្នុងវិស័យការទូតថៃអំឡុងឆ្នាំ2008-2011និងធ្លាប់ប្រឈមមុខការចរចាជាមួយភាគីកម្ពុជាក្នុងសម័យវិបត្តិប្រសាប្រវិហារបានចេញមកផ្ដល់បទសម្ភាសន៍និងបញ្ចេញទស្សនៈថ្មីជុំវិញស្ថានភាពកម្ពុជាថៃដែលកំពុងមានភាពតានតឹងនាពេលបច្ចុប្បន្ននេះក្នុងបទសម្ភាសន៍នោះលោកកាសិតភិរមបានលើកឡើងថាសង្គមថៃពេលនេះមានទស្សនៈពីរផ្លូវបាទមានទស្សនៈពីរផ្លូវមួយផ្នែកចង់ប្រើប្រាស់វិធានការតឹងរឹងខណៈមួយផ្នែកទៀតយល់ថាការបន្តភាពតានតឹងអាចនាំឲ្យថៃធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែពិបាកនិងចូលផ្លូវដែលភាគីម្ខាងទៀតចង់សម្ដៅថាកម្ពុជានឹងកំពុងតែចង់បានផ្លូវហ្នឹងបាទយើងចង់បានភាគីទី3ពហុភាគីច្បាប់អន្តរជាតិដោះស្រាយណាបើសិនជាថៃបន្តលុបចោល MOU ញ៉ៃទៀតអញ្ចឹងទេចូលសើងកម្ពុជាគាត់អាចនិយាយចោលសម្ដៅលើអញ្ចឹងដោយប្រើពាក្យថា diplomatic offensive ឬក៏យុទ្ធសាស្ត្រការទូតបែបសកម្មដោយលោកយល់ថារដ្ឋាភិបាលថៃគួរតែប្រើផ្លូវការទូតជាចម្បងជាជាងការប្រឈមមុខដោយភាពតានតឹងលោកបានស្នើថាលោកអាទីនគួរតែជិះយន្តហោះមកកាន់ទីក្រុងភ្នំពេញដើម្បីជួបចរចាជាមួយសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតហើយពិភាក្សាគ្នាដោយបើកចំហព្រោះលោកយល់ថាយើងមិនអាចបន្តរស់នៅក្នុងស្ថានភាពបែបនេះទៀតនោះទេដោយសារតែប្រជាជននៃប្រទេសទាំងពីរកំពុងទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងការរស់នៅបាទយើងក៏ទទួលស្គាល់ដែរប្រិមិត្តចំពោះសេដ្ឋកិច្ចកម្ពុជាណាបាទប៉ះពាល់ដល់គ្នាណាក៏ប៉ុន្តែថាយើងកុំឲ្យវាប្រមាថមើងងាយវាប្រមាថជើងក្រកន្លះប្រទេសអ្នកសុំទានហើយវាចោតយើងនឹងគឺជាទាសករពីសេះសល់ពីអាណាមកណាបាទអតីតកាលហើយណាវាដែលទទួលស្គាល់ការពិតថាយើងនឹងមិនអីមិនវាតែងតែនិយាយថាយើងគឺជាទាសករមិនមែនខ្មែរសម័យអង្គរជ័យវរ្ម័នទី2អីណែអាហ្នឹងគឺទៅតាមវាយល់ឃើញអញ្ចឹងទៅមានថាវាអត់ឲ្យតម្លៃណា
លោកកាសិតភិរមក៏បានបញ្ជាក់ផងដែរថាចំនួនកម្ពុជាថៃមិនត្រឹមតែប៉ះពាល់ទៅដល់ប្រទេសទាំងពីរប៉ុណ្ណោះនោះទេប៉ុន្តែថែមទាំងធ្វើឲ្យអាស៊ាននិងតំបន់មេគង្គទទួលរងផលប៉ះពាល់ផងដែរបាទមិនមែនតែរឿងកម្ពុជាថៃទេក៏ប៉ុន្តែវាប៉ះពាល់ទៅទាំងព្រមណាមានថាប៉ះអីមួយអាផ្សេងទៀតក៏វាប៉ះដែរអាស៊ានតំបន់មេគង្គអីនោះលោកបានលើកឡើងថាប្រទេសមហាអំណាចនិងមិត្តប្រទេសរបស់ថៃដូចជាជប៉ុនសហរដ្ឋអាមេរិកនិងចិនកំពុងមានសតិអារម្មណ៍ធុញទ្រាន់ព្រោះមើលឃើញថាកម្ពុជានិងថៃកំពុងតែឆ្លោះគ្នាមិនចេះចាប់មិនចេះហើយដូចក្មេងតូចៗបៀមដៃអញ្ចឹងនៅក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិអាហ្នឹងគឺគាត់លើកឡើងណាប្រិមិត្តបាទចិនអាមេរិកជប៉ុនគេកំពុងតែគិតថាវាតែដូចគ្មានទៅមុខទៅអីផងឆ្លោះគ្នារឿងតែអញ្ចឹងណាហើយឆ្លោះគ្នានេះអត់ព្រមដោះស្រាយបែបការទូតត្រឹមត្រូវទេឆ្លោះគ្នាបែបដូចក្មេងបៀមដៃលោកបន្តថាបញ្ហានេះមិនមែនគ្មានយន្តការដោះស្រាយប៉ុណ្ណោះនោះទេព្រោះកន្លងមកក៏មាន MOU ផងដែរនិងយន្តការចរចាជាច្រើនរួចមកហើយដូច្នេះភាគីទាំងពីរគួរតែពន្លឿនការអនុវត្តនិងអាចពិចារណាដកកម្លាំងយោធាចេញពីតំបន់តានតឹងប្រមាណ30គីឡូម៉ែត្រព្រមទាំងអនុញ្ញាតឲ្យមានអ្នកសង្កេតការពីអាស៊ាននិងអង្គការសហប្រជាជាតិចូលមកត្រួតពិនិត្យដើម្បីធានាតម្លាភាពនិងការអនុវត្តតាមកិច្ចព្រមព្រៀងបាទខ្ញុំពិតជាពេញចិត្តទៅនឹងការលើកឡើងរបស់បាទលោកកាសិតភិរមនេះមែនទែនគាត់និយាយមកដូចល្អណាប្រិមិត្តបាទគាត់ចង់ឲ្យអាស៊ានអ្នកសង្កេតការអាស៊ានគេចូលមកដោះស្រាយអញ្ចឹងទៅហើយអង្គការសហប្រជាជាតិមកត្រួតពិនិត្យបាទល្អតាខ្ញុំគាំទ្រ 100% តែម្ដងចំពោះប្រសាសន៍របស់អាដាមបាទអតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃនេះលោកក៏បានលើកឡើងអំពីបញ្ហាពលកម្មផងដែរដោយបញ្ជាក់ថាកម្ពុជាត្រូវការងារខណៈថៃកំពុងខ្វះខាតកម្លាំងពលកម្មនិងបុគ្គលិកក្នុងវិស័យជាច្រើនដូច្នេះភាគីទាំងពីរគួរតែធ្វើឲ្យបញ្ហាពលកម្មនិងការឆ្លងដែនមានលក្ខណៈផ្លូវការនិងមានរបៀបរៀបរយជាងមុនអាហ្នឹងគឺ acceptable ចាយើងត្រូវការងារដែរប្រិមិត្តបាទប្រជាជនកម្ពុជាដែលចូលមកកម្ពុជាវិញថាតើគាត់នរណាខ្លះបានការងារគ្រប់គ្រាន់មិនគ្រប់គ្រាន់បើអត់ការងារធ្វើហ្នឹងអាហ្នឹងក៏វាជាបញ្ហាមួយហើយថៃក៏ខ្វះពលកម្មក៏ប៉ុន្តែសួរថាថៃមានភាពស្មោះត្រង់ដាក់កម្ពុជាប្រគល់ប្រាសាទខ្មែរដីខ្មែរឲ្យកម្ពុជាវិញអត់អានេះគឺជាចំណុចមួយត្រូវដោះស្រាយចប់ចំណុចនោះសិនលោកបានបន្ថែមថាប្រសិនបើរដ្ឋាភិបាលថៃពិតជាចង់ដើរតាមផ្លូវសន្តិភាពនិងវិធីសាស្ត្រការទូតពិតមែននោះជាភាគីថៃដែលចាប់ផ្ដើមតាក់ទងមុនមិនមែនជារឿងគួរឲ្យអាម៉ាស់ឬធ្វើឲ្យបាត់បង់កិត្តិយសស្អីនោះទេផ្ទុយទៅវិញវាជាការបង្ហាញថាមេដឹកនាំទាំងនោះជាអ្នកស្រឡាញ់សន្តិភាពនិងគិតពីផលប្រយោជន៍ប្រជាជនជាធំបាទគាត់លើកឡើងចំអញ្ចឹងមកណាប្រិមិត្តតាមទស្សនៈរបស់ ADM បានមើលឃើញយ៉ាងច្បាស់ថាថៃកំពុងតែប្រឈមមុខវិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងររោងចក្រនិងអាជីវកម្មជាច្រើនកំពុងបិទទ្វារវិស័យទេសចរណ៍នានាធ្លាក់ចុះវិស័យភោជនីយដ្ឋាននិងសំណង់ជួបបញ្ហាខ្វះកម្លាំងពលកម្មគណៈសេដ្ឋកិច្ចទាំងមូលកំពុងទទួលរងសម្ពាធកាន់តែខ្លាំងបាទម្សិលមិញអីហ្នឹងអានូទីនប្រជុំបាទអង្គការធំនៃ RC របស់ថៃណាមហាសេដ្ឋីក្រាក់មកប្រជុំជួយដោះស្រាយសេដ្ឋកិច្ចថៃទាំងអស់គ្នាបាទអត់មានត្រូវបង្ងើយកន្តើយទេផលប្រយោជន៍គឺវាប្រតិកលាគ្នាទាំងរដ្ឋទាំងឯកជនមានអីចឹងណាហើយគេប្រសិទ្ធនាមថាប្រទេសថៃហ្នឹងគឺជាអ្នកជំងឺនៅអាស៊ីថ្មីណាប៉ុន្តែអានូទីនបដិសេធអត់ទទួលយកទេមិនតែប៉ុណ្ណោះនយោបាយថៃកំពុងឡើងកម្ដៅដែលអាចបង្កជាវិបត្តិកាន់តែធ្ងន់ធ្ងរគណៈបញ្ហាអន្តរជាតិក៏កំពុងកើនឡើងផងដែរជាពិសេសនោះបញ្ហាព្រំដែននិងបណ្ដឹងដែលកម្ពុជាអាចលើកយកទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ចំណែកកម្ពុជាវិញរោងចក្រនិងការវិនិយោគថ្មីជាច្រើនកំពុងចូលមកក្នុងប្រទេសតម្រូវការកម្លាំងពលកម្មកើនឡើងប្រជាជនមានការងារធ្វើកាន់តែច្រើនហើយទីផ្សារផលិតផលក៏បានផ្លាស់ប្ដូរពីការពឹងផ្អែកលើថៃទៅកាន់ប្រទេសដទៃដូចជាវៀតណាមចិនម៉ាឡេស៊ីសិង្ហបុរីឥណ្ឌូនេស៊ីនិងសហរដ្ឋអាមេរិកជាដើមក្នុងពេលជាមួយគ្នានេះប្រជាជនកម្ពុជាមួយចំនួនកំពុងធ្វើពហិការទំនិញរបស់ថៃនិងគាំទ្រឲ្យរដ្ឋាភិបាលកម្ពុជាបន្តរឹតបន្តឹងវិធានការព្រំដែននិងប្រើប្រាស់យន្តការច្បាប់អន្តរជាតិប្រសិនបើបញ្ហានៅតែបន្តយោងតាមសម្ដីនិងអេរយាប័តរបស់លោកកាសិតភិរមគេអាចមើលឃើញថាថៃកំពុងចាប់ផ្ដើមផ្លាស់ប្ដូរតួអង្គនិងអេរយាប័តចរចាដោយសារតែសម្ពាធសេដ្ឋកិច្ចនិងបញ្ហាផ្ទៃក្នុងរបស់ខ្លួនមិនអាចទ្រាំទ្របានដូចមុនទៀតនោះទេបាទនេះគឺជាការលើកឡើងប្រិមិត្តប៉ុន្តែទស្សនៈរបស់កម្ពុជាទំនាក់ទំនងកម្ពុជាថៃនៅពេលនេះនៅតែត្រូវបានគេមើលឃើញថាថៃខ្វះភាពស្មោះត្រង់បាទអាហ្នឹងគឺ 100% គឺអញ្ចឹងតែម្ដងចាប់ដៃយើងប៉ុន្តែលួចលាក់ដាក់កំបិតនៅពីក្រោយខ្នងចេះប្រិមិត្តបាទអាហ្នឹងគឺសន្តានប្រទេសថៃណាប្រទេសចោលចាប់ដៃយើងអញ្ចឹងក៏ប៉ុន្តែលាក់អាវុធសម្ងាត់ដើម្បីចាក់កម្ពុជាឲ្យកម្ពុជារបស់យើងស្មោះត្រង់បាទខ្មែរហ្នឹងគឺទូទៅទាំងអស់ប្រកាន់ភ្ជាប់ទៅនឹងសច្ចៈទៀងត្រង់ហ្នឹងហើយក៏ប៉ុន្តែប្រទេសជិតខាងហ្នឹងមួយខាងនេះកលិចកលុចល្បិចក៏សាហាវបាទឥឡូវចូលមកមើលប្រធានបទមួយទៀតខ្ញុំរំលឹកប្រធានបទមួយនោះទៅចុះបាទខាងថៃហ្នឹងវានិយាយបែបធ្វើជាតួ slot ម្នាក់ទៀតបាទចេញមកសម្ដែងតាមក្បួនការទូតនិយាយប្រកបល្បិចពឹសពលអីមិនដើម្បីលួងលោមពលរដ្ឋខ្មែរឲ្យធ្វើការនៅប្រទេសថៃតែខ្ញុំជឿនិយាយខ្ញុំមកអានអំពីរឿងលោកឆាងយក់បាទបង្ហាញទស្សនៈអំពីយុទ្ធសាស្ត្រចាស់របស់ថៃក្នុងការឆ្លៀតពៀនកម្ពុជា
រដ្ឋាភិបាលថៃបានយកក្បួនយុទ្ធសាស្ត្រចាស់ដែលធ្លាប់ប្រតិបត្តិក្នុងពេលសង្គ្រាមឈ្លានពាននានាពីអតីតកាលជាពិសេសគឺនៅក្នុងសម័យសង្គ្រាមលោកទី2មកអនុវត្តសារជាថ្មីក្បួនយុទ្ធសាស្ត្របែបនេះត្រូវបានប្រើប្រាស់នាពេលដែលក្រុមមហាអំណាចជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់រឹបអូសយកទីតាំងវប្បធម៌នានាព្រមទាំងដកហូតយកវត្ថុបុរាណនិងទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានក្នុងគោលបំណងដើម្បីកេងប្រវ័ញ្ចស្វែងរកប្រាក់ចំណេញក៏ដូចជាដើម្បីគ្រប់គ្រងទៅដល់ទ្រឹស្ដីប្រវត្តិសាស្ត្រផ្នែកនយោបាយនិងវប្បធម៌ទោះបីជាយ៉ាងនេះក៏ដោយវាគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលស្ថិតនៅក្នុងសម័យទំនើបទៅហើយប្រទេសថៃហ៊ានជ្រុលក្នុងការចាត់បញ្ចូលទីតាំងបេតិកភណ្ឌវប្បធម៌របស់ខ្មែរជារបស់ខ្លួនទៅវិញបាទថ្មីប្រិយមិត្តពាក់ព័ន្ធទៅនឹងប្រាសាទតាក្របីប្រាសាទតាមាន់ប្រាសាទខ្នាថៃចេះតែយករបស់គេរបស់ខ្មែរទៅដាក់បញ្ចូលក្នុងបញ្ជីបាទសម្បត្តិបេតិកភណ្ឌណានៃរបស់វាហើយម៉ែឪហែងជីដូនជីតាហែងបាទធ្វើពីអង្ការមកញ៉ៃញ៉ៃនោះឈួតលីលើមិនទេប្រទេសនេះចាំបានគេនិយាយថា Don't Thai to me បើទោះបីជាក្បួនយុទ្ធសាស្ត្ររបស់ខ្លួនធ្លាប់មានឈ្មោះអាសោចនៅក្នុងប្រវត្តិសាស្ត្រយ៉ាងណាក្តីខ្ញុំយល់ឃើញថាបាទគឺលោកឆាំងជួនណានាយកដ្ឋានវិចិត្រសិល្បៈថៃប្រហែលជាបានមើលរំលងនៅកាលៈទេសៈនេះឬមួយក៏ប្រហែលជាមានជំនឿថាទង្វើខុសឆ្គងនេះនឹងត្រូវទទួលយកដោយប្រទេសកម្ពុជានិងពិភពលោកនាយកដ្ឋានវិចិត្រសិល្បៈថៃគួរតែពិចារណាឡើងវិញនៅសកម្មភាពរបស់ខ្លួនទើបជាការប្រសើរព្រោះថាគ្មានទង្វើក្បត់ឧត្តមគតិណាដែលធ្ងន់ធ្ងរជាងការដែលស្ថាប័នវប្បធម៌របស់ប្រទេសមួយបែរជាមានចេតនាដកហូតកេងប្រវ័ញ្ចឬបំផ្លាញតម្លៃវត្ថុបុរាណវប្បធម៌ដែលខ្លួនបានស្បត់ថានឹងថែរក្សាការពារនោះឡើយមិនថាជាសម្បត្តិរបស់ជាតិសាសន៍ណាមួយនោះទេបាទនេះគឺជាអ្វីដែលលោកឆាងយុចុះផ្សាយកាលពីថ្ងៃទី14ឧសភាណាប្រិមិត្តដែលគាត់គឺជាមជ្ឈមណ្ឌលឯកសារកម្ពុជាឆ្លប់ចប់ស្លេះតែប៉ុណ្ណឹងវែងហើយប្រិមិត្ត